តើអ្នកដឹងទេថាកម្ពុជាក៏ធ្លាប់ផលិតរថពាដៃដោយខ្លួនឯងដែររថពាដៃនោះមានឈ្មោះថា BB60 វាមិនមែនជារថក្រុង Man Battle Tank ដូច M1 Abraham ឬ T99 ទេប៉ុន្តែវាជារថពាដៃដែលសម្រាប់ដឹកជញ្ជូនកងទ័ពដែលជាជំហានសំខាន់មួយក្នុងការអភិវឌ្ឍឧស្សាហកម្មការពារជាតិរបស់កម្ពុជានៅពេលមើលពីខាងក្រោយ BB60 អាចមិនធំដូចរថពាដៃរបស់សហរដ្ឋអាមេរិកឬរុស្ស៊ីទេប៉ុន្តែការរចនារបស់វាផ្ដោតលើការបំពេញបេសកកម្មដឹកជញ្ជូនកងទ័ពនិងការពារជីវិតទាហានតួរថយន្តត្រូវបានធ្វើពីដែកការពារដែលអាចទប់ទល់នឹងគ្រាប់កាំភ្លើងធំៗនិងបំបែកគ្រាប់ទុកវាមិនបានរចនាឡើងសម្រាប់ប្រយុទ្ធជាមួយរថក្រោះទំនើបទេប៉ុន្តែសម្រាប់ការពារកងទ័ពនៅពេលធ្វើដំណើរនៅលើដំបូលអាចបំពាក់កាំភ្លើងសម្រាប់ការពារខ្លួននិងគ្រប់គ្រងកងទ័ពផ្នែកខាងក្នុងមានកន្លែងសម្រាប់ក្រុមនាវិកនិងទាហានដែលត្រូវដឹកជញ្ជូនទៅកាន់តំបន់ប្រតិបត្តិការតាមព័ត៌មានសាធារណៈ BB60 គឺជារថពាដៃដែលផលិតនៅកម្ពុជាហើយបានរាយការណ៍ថាផលិតបានប្រហែល6គ្រឿងប៉ុណ្ណោះទោះជាយ៉ាងណាព័ត៌មានបច្ចេកទេសលម្អិតដូចជាប្រភេទម៉ាស៊ីនកម្រាស់ដាស់ដែកឬល្បឿនអតិបរមាមិនត្រូវបានបញ្ចេញជាផ្លូវការទេសម្រាប់ប្រទេសកំពុងអភិវឌ្ឍការអាចរចនានិងសាងសង់រថពាដៃដែលខ្លួនឯងគឺជាជំហានដ៏ល្អសំខាន់មួយក្នុងការអភិវឌ្ឍឧស្សាហកម្មការពារជាតិប៉ុន្តែតើ BB60 អាចប្រៀបធៀបជាមួយនឹងរថពាដៃល្បីរបស់ពិភពលោកបានដែរឬទេបើយើងប្រៀបធៀប BB60 ជាមួយនឹងរថពាដៃដែលទំនើបរបស់ពិភពលោកយើងនឹងឃើញភាពខុសគ្នាយ៉ាងច្បាស់រថពាដៃ sticker របស់សហរដ្ឋអាមេរិកមានប្រព័ន្ធទំនាក់ទំនង Digital កាមេរ៉ាជុំវិញរថយន្តនិងអាចបំពាក់អាវុធពីចម្ងាយចំណែក BTR-82A របស់រុស្ស៊ីមានកម្ដុងស្វ័យប្រវត្តិ30 មីលីម៉ែត្រនិងត្រូវបានរចនាសម្រាប់ប្រយុទ្ធក្នុងសមរភូមិរីឯ VN22 របស់ចិនក៏មានបច្ចេកវិទ្យាទំនើបនិងប្រព័ន្ធការពារល្អជាងរថពាដៃជំនាន់ចាស់បើនិយាយពី BB60 វាមានគោលបំណងខុសគ្នាវាត្រូវបានរចនាឡើងជាច្បងសម្រាប់ដឹកជញ្ជូនកងទ័ពនិងការពារពួកគេពីការគំរាមកំហែងកម្រិតមូលដ្ឋានព័ត៌មានសាធារណៈមិនបានបង្ហាញថា BB60 មានប្រព័ន្ធទំនើបដូចជាកាមេរ៉ា360ដឺក្រេប្រព័ន្ធការពារមីនឬប្រព័ន្ធអាវុធបញ្ជាពីចម្ងាយនោះទេដូច្នេះការប្រៀបធៀប BB60 ជាមួយនឹង sticker ឬ BTR-82A ដែលផ្ទាល់មិនសូវសមស្របទេព្រោះវាត្រូវបានបង្កើតឡើងសម្រាប់គោលបំណងនិងកម្រិតបច្ចេកវិទ្យាខុសគ្នាទោះជាយ៉ាងណា BB60 មានតម្លៃមួយយ៉ាងសំខាន់គឺវាបង្ហាញពីការប៉ុនប៉ងរបស់កម្ពុជាក្នុងការអភិវឌ្ឍសមត្ថភាពផលិតយានយន្តយោធានៅក្នុងស្រុកសំណួរមួយចំនួនដែលមនុស្សជាច្រើនតែងតែសួរគឺហេតុអ្វីបានជា BB60 មិនត្រូវបានផលិតរាប់សិបឬរាប់រយគ្រឿងចម្លើយដំបូងគឺมันមានព័ត៌មានផ្លូវការដែលបញ្ជាក់ពីមូលហេតុដូច្នេះអ្វីដែលយើងអាចនិយាយបានគឺផ្អែកលើការវិភាគទូទៅប៉ុណ្ណោះការអភិវឌ្ឍរថពាដៃមួយត្រូវការថវិកាច្រើនបច្ចេកវិទ្យាខ្ពស់និងខ្សែចង្វាក់ផលិតកម្មដែលមានស្ថិរភាពហើយពីនេះក៏ត្រូវការធ្វើតេស្តយ៉ាងច្រើនដើម្បីធានាសុវត្ថិភាពនិងមានភាពជឿជាក់ក្នុងការប្រើប្រាស់សម្រាប់ប្រទេសតូចៗការទិញរថពាដៃពីបរទេសនៅពេលខ្លះអាចមានភាពងាយស្រួលជាងការវិនិយោគបង្កើតខ្សែផលិតកម្មពេញលេញនៅក្នុងស្រុកបន្ទាប់ពីស្គាល់ប្រវត្តិនិងសកម្មភាពរបស់ BB60 សំណួរចុងក្រោយគឺតើកម្ពុជាអាចផលិតរថពាដៃទំនើបជាងនេះបានដែរឬទេចម្លើយគឺអាចទៅរួចប៉ុន្តែវាត្រូវការពេលវេលានិងការវិនិយោគនិងការអភិវឌ្ឍបច្ចេកវិទ្យាជាបន្តបន្ទាប់ការផលិតរថពាដៃដែលទំនើបមិនមែនមានតែការផលិតតួដៃប៉ុណ្ណោះទេវាត្រូវការបច្ចេកវិទ្យាផ្នែកម៉ាស៊ីនប្រព័ន្ធអេឡិចត្រូនិកប្រព័ន្ធទំនាក់ទំនងប្រព័ន្ធការពារនិងការធ្វើតេស្តយ៉ាងតឹងរ៉ឹងដើម្បីធានាយានយន្តអាចប្រើប្រាស់បានក្នុងស្ថានភាពប្រយុទ្ធរហូតដល់ពេលនេះព័ត៌មានសាធារណៈអំពីគម្រោងរថពាដៃថ្មីរបស់កម្ពុជានៅមានកម្រិតហើយមិនមានការប្រកាសអំពីការផលិត BB60 ជាទ្រង់ទ្រាយធំឬគម្រោងចំនួនថ្មីនោះទេប៉ុន្តែ BB60 នៅតែមានសារៈសំខាន់ក្នុងប្រវត្តិសាស្ត្រយោធាកម្ពុជាព្រោះវាបង្ហាញថាកម្ពុជាបានឈានអភិវឌ្ឍសមត្ថភាពផលិតយានយន្តយោធាដោយខ្លួនឯងតែនៅថ្ងៃអនាគតកម្ពុជានឹងអាចអភិវឌ្ឍរថពាដៃទំនើបជាងនេះដែរឬទេចម្លើយនឹងអាស្រ័យលើការអភិវឌ្ឍឧស្សាហកម្មបច្ចេកវិទ្យាធនធានរបស់ប្រទេសបានអ្នកចូលចិត្តវីដេអូបែបនេះសូមចុច like subscribe និងបើករូបកណ្ដឹងដើម្បីកុំឲ្យខកខានវីដេអូថ្មីៗអំពីសម្ភារៈនិងបច្ចេកវិទ្យាយោធាពីជុំវិញពិភពលោកសូមអរគុណសម្រាប់ការទស្សនាហើយជួបគ្នានៅវីដេអូបន្តទៀត